អត់ដែលមានមន្ត្រីកសិកម្មឃុំទេឥឡូវនេះយើងមានហើយគាត់ក៏បានជួយច្រើនដែរគាត់ជួយតំណែងតំណងឲ្យមានបង្កើតជាសហគមន៍កើតមានក្នុងភូមិខ្ញុំហើយតម្លៃស្រូវយើងមានការកងត្រាអញ្ចឹងតម្លៃបានខ្ពស់ជាអ្នកឈ្មោះទៅខាងក្រៅសប្បាយចិត្តគាត់មកជួយដល់មកមើលស្រែជាប្រវត្តិបានល្អណាស់លោកគ្រូខ្ញុំសំណូមពរឲ្យមន្ត្រីកសិកម្មយើងនឹងជួយដល់ប្រជាជនទាំងអស់គ្នាហ្នឹងសម្រាប់ជារួមឲ្យតែដឹកនាំទៅកន្លែងដែលល្អគឺសប្បាយចិត្តដែរសំខាន់បានតម្លៃស្រូវគឺថ្លៃហ្មងរហូតមកដល់ពេលនេះការប្រមូលផលស្រូវរបស់កសិករបានចំនួន3វគ្គហើយអញ្ចឹងការប្រមូលចំនួន3វគ្គនេះឃើញថាមានការសកម្មពីមន្ត្រីកសិកម្មឃុំក៏ជួយដំណោះស្រាយតាំងពីការថ្លឹងស្រូវរហូតដល់មានពេលវេលាខ្លះដល់យប់ម៉ោង2ម៉ោង3អញ្ចឹងពួកគាត់ជួយយ៉ាងសស្រាក់ស្រាំដល់សហគមន៍យើងខ្ញុំប្រជាកសិករគាត់សប្បាយចិត្តក្នុងការធ្វើការជាមួយមន្ត្រីកសិកម្មឃុំឬសហគមន៍កសិកម្មនៅនេះតម្លៃស្រូវយើងគឺតម្លៃថេរអត់មានប្រែប្រួលទេអញ្ចឹងកសិករសប្បាយចិត្តឡើយហ្នឹងបាទគ្រប់គ្រងបើអត់គាត់ក៏ពួកខ្ញុំពិបាកធ្វើការដែរដោយសារគាត់ជួយតាំងពីផ្ដល់ទិន្នន័យទៅឲ្យ CEO ដើម្បីឲ្យគាត់បញ្ជូនទិន្នន័យចូលទៅខាងរោងសិនទៅខាងក្រុមហ៊ុនអញ្ចឹងណាបាទជួយស្រាក់ស្រាំមែនទែនកសិកម្មឃុំគាត់មកប្រជុំនៅតាមភូមិតាមស្រុកយើងហ្នឹងគ្រូមកជួយស្រែកសិករនៅក្នុងឃុំរងជ្រៃមកមើលស្រូវមើលអីណាគាត់ស្វាស្វែងណាគ្រូគាត់ស្វាស្វែងមកមើលស្រូវប្រជាជនណាគាត់មកមើលហ្នឹងយើងចូលសហគមន៍ល្អត្រង់ចំណុចច្រើនយ៉ាងយើងធ្វើការរួមគ្នាខាងរោងម៉ាស៊ីនខាងយើងក្រុមហ៊ុនទិញហ្នឹងហើយនិងខាងយើងហ្នឹងរួមគ្នាធ្វើឲ្យបានល្អហើយគាត់ក៏កងត្រាតម្លៃយើងខ្ពស់ទៅតាមហ្នឹងហើយមួយទៀតខាងសហគមន៍ក៏គេមានជីមានថ្នាំមានអីគេបំរុងនឹងបង្កើតមកហើយលក់ក្នុងតម្លៃឲ្យកសិករហ្នឹងទាបជាងតម្លៃឈ្មួញអញ្ចឹងយើងធូរមកកម្រិតទៀតដែររឿងការប្រើប្រាស់ថ្នាំជីអីហ្នឹងបើតម្លៃយើងបានគ្រាន់